រឿងថាសន្យាខ្យល់ដាំប្រេងសណ្ដែកផ្កាយបានហើយគ្មានឈ្មោះជួយទិញឥឡូវអគ្គនាយកវីរៈពន្លកបង្ហាញឲ្យឃើញស្ដែងតែម្ដងដល់ថ្នាក់ធ្វើឲ្យផ្អើលស្រុកសំឡូតតែក៏មានបោកប្រាស់យើងឬក៏សន្យាខ្យល់ទេណាអត់បោកប្រាស់ទេបើបោកប្រាស់ខ្ញុំមកហ៊ានចំណាយទុនមកដាំប៉ាខ្ញុំមកហ៊ានចំណាយ$10,000ទេបាទ$10,000គាត់បាទខ្ញុំពីមុនខ្ញុំស្រឡាក់ហើយខ្ញុំភ្នែកខ្ញុំស្ងួតចាបាទអូដល់ពេលឥឡូវនេះខ្ញុំបើកាលមុនខ្ញុំពាក់វ៉ែនតាបាទចាញ់ចោលចាញ់អីឥឡូវខ្ញុំឈប់ពាក់ហើយអ្នកដែលគាត់ស្គាល់ខ្ញុំដឹងហើយថាខ្ញុំពីមុនមកខ្ញុំពាក់វ៉ែនតាបាទយើងមកញោមចាបាទដល់ឥឡូវនេះខ្ញុំញ៉ាំប្រេងស្ដែកផ្កាយអស់6 7 10ទាំង10ចុងក្រោយដែលបកនេះមកនេះបាទចាខ្ញុំថាទៅថ្ងៃហ្នឹងហើយឃើញថាដល់ផ្ញើបាទតែឥឡូវគាត់ទទួលបានផលបន្ទាប់ពីវិវត្តខ្លួនពីអ្នកជំងឺខ្លាយជាម្ចាស់ចំការក្រោយទូរឿងថាសន្យាខ្យល់ដាំប្រេងសណ្ដែកផ្កាយបានហើយគ្មានឈ្មោះជួយទិញឥឡូវអគ្គនាយកវីរៈពន្លកបង្ហាញឲ្យឃើញស្ដែងតែម្ដងដល់ថ្នាក់ធ្វើឲ្យផ្អើលស្រុកសំឡូតគណៈម្ចាស់ចំការធូរ៉េនចង់បោះបង់ចំការធូរ៉េនរត់ស្រវាដាំសណ្ដែកផ្កាយវិញដោយសារតែមានការជជែកសួរដេញដោលថាក្រោយដាំប្រេងសណ្ដែកផ្កាយបានផលហើយតើលោកអគ្គនាយកប្រេងសណ្ដែកផ្កាយវីរៈពន្លកចង់ទៅប្រមូលដែរឬទេឬគ្រាន់តែសន្យាខ្យល់ចុងវិញការចោទសួរនេះដែរបើតាមលោកវីរៈពន្លកអគ្គនាយកប្រេងសណ្ដែកផ្កាយដែលកំពុងតែចូលទៅប្រមូលទិញសណ្ដែកផ្កាយនៅឃុំមានជ័យស្រុកសំឡូតបានឲ្យដឹងថាឃើញថាកន្លងទៅបងធ្លាប់បានសន្យាជាមួយកសិករខ្មែរយើងក្នុងការប្រមូលទិញប្រេងសណ្ដែកផ្កាយបាទដែលគាត់បានដាំដុះហ្នឹងបាទតែការសន្យានេះជាការសន្យាខ្យល់ឬក៏យ៉ាងណាបងអូបាទអរគុណអូនជំរាបសួរហើយក៏ជំរាបសួរបងប្អូនយើងអង្គមានតលយើងទាំងអស់គ្នាក៏ក្នុងនាមខ្ញុំបាទជីវរៈបលឹកជាប្រធាននៃក្រុមហ៊ុនប្រេងសណ្ដែកផ្កាយធម្មជាតិ CRCT ឬក៏ប្រេងសណ្ដែកផ្កាយខ្មែរដោយបច្ចុប្បន្នភាពបងប្អូនដឹងហើយឥឡូវនេះការសណ្ដែកផ្កាយបាទអំប្រុសយ៉នដែលជាមេឃុំមានជ័យបាទស្រុកសំឡូតភូមិកំពង់ទុកបាទឥឡូវនេះគឺគាត់បានប្រមូលផលហើយអញ្ចឹងជាស្រ័យគាត់ប្រមូលផលបាន4ដងហើយបាទអញ្ចឹងថ្ងៃនេះគឺដោយសារតែជារដូវទុរេនផងហើយឆ្លៀតអាកាសក៏នាំប្អូននាំបងមកលេងជាការទុរេនហើយក៏ឆ្លៀតអាកាសនេះឲ្យឃើញពីទស្សនវិជ្ជាផ្ទាល់នៃការទទួលផលអំពីផ្លែសណ្ដែកផ្កាយឃើញហើយមានកម្មករដែលគាត់ចូលបេះផ្ទាល់បាទកិច្ចការពិតផ្លែពិតមិនមែន AI ទេបាទឥឡូវបើខ្ញុំចង់នឹងច្បាស់ថាដោយសារខ្ញុំទៅបានជួបម្ចាស់ចការខ្លាចបងកុហកខ្ញុំអញ្ចឹងអាចជួបម្ចាស់ចការបានទេបងឥឡូវបានឥឡូវចេះខ្ញុំសុំឥឡូវចេះចង់ជើញបងចៃលីបាទចៃលីគឺជាកូនស្រីរបស់អ៊ំយ៉នបាទអ៊ំមេឃុំយ៉នបាទបើយើងនិយាយអំពីអ្នកខាត់បាត់ដំបងយើងដែលធ្លាប់មកទស្សនានៅស្រុកសំឡូតក៏ដូចជានិយមផ្លែតរេនណាបើគាត់ជាស្គាល់គាត់ទេពួកគាត់មានតរេនធម្មជាតិដែលឈ្ងុយឆ្ងាញ់បាទហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺជាម្ចាស់រមណីយដ្ឋានកំពង់ទូកហើយមិនត្រឹមហ្នឹងទៀតគាត់ក៏ជាកូនស្រីរបស់ម្ចាស់ចំការសណ្ដែកផ្កាយមកដែរបាទឥឡូវចង់ដឹងពីបងស្រីវិញថ្ងៃនេះលោកអគ្គនាយកវីរៈពន្លកចង់មកទីនេះពិតឬក៏អត់ពិតបាទពិតណាអត់កុហកបងទេណាអត់កុហកទេឥឡូវកំប្រមូលនេះកំឲ្យក្មេងៗក៏ដើរបេះអូដើរបេះប៉ុន្តែនៅក្រោយនឹងបាទតែក៏មានបោកប្រាស់យើងឬក៏សន្យាខ្យល់ទេណាអត់បោកប្រាស់ទេបើបោកប្រាស់ខ្ញុំមកហ៊ានចំណាយទុនមកដាំប៉ាខ្ញុំមកហ៊ានចំណាយ$10,000បាទ$10,000បាទការដាំបងអាចជែកបានទេមានការលំបាកទេមើលទៅបាទអត់ស្រួលមែនតើចាំមកវគ្គមុនមែនអត់នេះចាប់ដើមផ្លែនេះបានខែបានទុំទៅនេះបងបាទចូល6ខែបានផលបាទ6ខែវ៉ាវហើយអាចប្រហែលបានក៏ទិញ1គីឡូអីថ្លៃមិនទេបាទ1គីឡូទិញ$5,000រៀលនៅក្របបែបនេះបងប៉ុន្តែបែបថាយើងបេះមកភ្លាមគឺយើងថ្លឹងភ្លាមគឺ$5,000រៀលបាទតែបើយើងបកអាកកខ្មៅអាហ្នឹងវាចូលខ្ទង់$10,000រៀលដល់ពេលយើងដកក្របសអាហ្នឹងតម្លៃផ្សេងចូលខ្ទង់យ៉ាងនេះជាងប៉ុន្តែយើងទៅបងប្អូនកសិករយើងគឺខ្ញុំទិញដូចថាមិនបង្កផលលំបាកឲ្យគាត់តែយើងទិញទាំងកញ្ញុមអញ្ចឹងទៅបាទទិញទាំងអញ្ចឹង5,000បាទខ្ញុំបេះខ្ចីដើម្បីបញ្ជាក់ថាគឺសណ្ដែកផ្កាយពិតនេះគឺខ្ចីនេះអានេះចាស់បាទចាស់ហ្នឹងអានេះទុំនេះស្ងួតទេបាទវ៉ាវអញ្ចឹងមិនមែនយកមកសម្ដែងបេះពិតទេនោះមិនពុំបេះបងប្អូនណាក៏ចង់ដាំអីចឹងអាចមកយកពូជខាងខ្ញុំបានអត់ទៅលុយទេបាទហើយខ្ញុំអ្នកទទួលទិញបាទទាំងដាំហើយទាំងទទួលទិញទៀតវ៉ាវក៏ជួយទេតាទៀតបាទខ្ញុំប្រហែលជា10ទៀតបាទតែបច្ចុប្បន្នដែលមាននេះ10ហើយចាតែបងជាម្ចាស់ចំការចឹងហើយណាមួយមិនមែនតែដំណាំស្ដែកផ្កាយមួយទេបងចាស់ការតរៀនផងចឹងបើធៀបទៅនឹងតរៀនឬក៏ធៀបទៅនឹងដំណាំផ្សេងចំណេញជាងឬក៏យ៉ាងម៉េចជាងសម្រាប់ការប្រមូលផលនេះបាទសណ្ដែកផ្កាយបាទជាមួយទាំងតរៀនសណ្ដែកផ្កាយខ្ញុំគិតថាតរៀនចំណាយដើមច្រើនតែបើសណ្ដែកផ្កាយខ្ញុំអត់ចំណាយដើមច្រើនទេចំណាយដើមច្រើនពេលដំបូងយើងដាក់បកគោលដាក់បកគោលដាក់លបងវាហ្នឹងធ្វើជាចលុងហ្នឹងអានឹងអស់ច្រើនតែតែម្ដងហ្នឹងហើយហ្មងឲ្យដាំអត់មានប្រើជីប្រើឆ្នាំច្រើនអត់ទេ
វ៉ាវ ស្រួលមែនតើស្រួលជាងតរៀន ចឹងចំណេញ រៀនអត់ច្រើនចា អ្វីដែលសំខាន់ផ្លែអត់មានរដូវ អាយុកាលវាលឿនថាយូរទៀតទេហ្មង ហើយមិន កាលច្រើនណា ច្រើនឆ្នាំបងម៉ាខ្ញុំនិយាយដូចច្រើនឆ្នាំខ្ញុំអត់ចាំទេតែ អា ដល់ នេះ ច្រើន បើនិយាយអាយុកាលវា30-40ឆ្នាំ ហ្នឹងហើយ ដាំម្ដងណា ចា បាទហើយប្រមូលដើម្បីបានប្រមូលអី ទៅ បាទ វល់រហូត បងស្អីអានេះ6ខែមែនទេតាមចាប់ដើម6ខែ ខែបានគាត់ប្រមូល បាទ បងប្អូនដែលមាននៅមានដីតនេអាចដាំស្ដេចផ្កាយបានអាចមកយកគ្រាប់នឹងខ្ញុំបាន បាទមានគិតលុយទេបាទ ចាភូមិកំពង់ទូកឃុំមានជ័យស្រុកសំឡុតខេត្តបាត់ដំបង បាទ លេខទូរស័ព្ទ088 97 92 776 បាទ ចា Facebook ចល័យ បាទដំបងបងស្រីក៏មែនជាអ្នកដែលយល់ពីដំណាំសណ្តែកផ្កាយដែរ បាទ ប៉ុន្តែកាលហ្នឹងបងបានជាវប្រេងសណ្តែកផ្កាយខាងបង2ដបយកទៅប្រើបាទនិយាយជូនឪពុករបស់គាត់ឲ្យគាត់ប្រាប់តដែរអញ្ចឹងចង់ត្រឡប់ទៅក្រោយតិចកាលហ្នឹងបងតាមដាំមែនទេ ចាចា ប៉ុន្តែកាលហ្នឹងបងបានវិសាប្រេងសណ្តែកផ្កាយនេះបាទតែកាលហ្នឹងបងទទួលបានលទ្ធផលអ្វីខ្លះបានឈានទៅដល់ហ៊ានដាំហ៊ានបោះទុនហ៊ានវិនិយោគទៅលើការងារហ្នឹង ចាខ្ញុំគិតថាល្អព្រោះខ្ញុំមុននឹងធ្វើអ្វីមួយខ្ញុំដល់ពិសោធន៍ខ្លួនឯងសិន បាទ ចាបើថាខ្ញុំឃើញថាវាទទួលបានលទ្ធផលថាល្អហើយបាទខ្ញុំហ៊ាន បាទបង ចាខ្ញុំពីមុនខ្ញុំស្រឡាក់ហើយខ្ញុំភ្នែកខ្ញុំស្ងួត បាទ ចា បាទអូ ដល់ពេលឥឡូវនេះខ្ញុំមើលកាលមុនខ្ញុំពាក់វ៉ែនតា បាទ វ៉ា ចាញ់ វ ចោលចាញ់អីឥឡូវខ្ញុំឈប់ពាក់ហើយអ្នកដែលគាត់ស្គាល់ខ្ញុំដឹងហើយថាខ្ញុំពីមុនមកខ្ញុំពាក់វ៉ែនតា បាទយើងមកញោម ចា បាទ ដល់ឥឡូវនេះខ្ញុំញ៉ាំប្រេងស្ដេចផ្កាយអស់6 7 10ទាំង10ចុងក្រោយដែលបកពីមុននេះ បាទ ចាខ្ញុំថាទៅដល់ថ្ងៃហ្នឹង ហ្នឹងហើយឃើញថាដល់ផ្ញើបាទតែឥឡូវគាត់ទទួលបានផលបន្ទាប់ពីវិវត្តខ្លួនពីអ្នកជំងឺខ្លាយជាម្ចាស់ចំការសម្រាប់ពុកម៉ែបងប្អូនដែលមានជំងឺរ៉ាំរ៉ៃច្រើនមុខដូចជាបញ្ហាក្រពះពោះវៀនបញ្ហាតម្រងនោមបញ្ហាបេះដូងបញ្ហាស្ត្រីជាពិសេសគឺបញ្ហាសន្លាក់អាស៊ីតលើសឈាមទឹកនោមផ្អែមប្រេងសណ្តែកផ្កាយធម្មជាតិគឺពិតជាអាចជួយបានជាក់ស្ដែងដូចជាលោកគ្រូអេពូថងត្រូវបានដោះស្រាយដោយប្រេងសណ្តែកផ្កាយធម្មជាតិរួចទៅហើយ លើឈាមសេកតែខ្លាញ់បេះដូង បាទ ហើយទឹកនោមផ្អែមសំខាន់គឺទឹកនោមផ្អែម ទឹកនោមផ្អែម បាទឥឡូវធូរទៀត បាទ